បាទជំរាបសួរលោកគ្រូអ្នកគ្រូបាទហើយអញ្ចឹងយើងបន្តទៀតថ្ងៃនេះយើងរៀនពីសម្ភារៈបង្រៀននិងរៀនបាទអញ្ចឹងសម្ភារៈបង្រៀននិងរៀននៅក្នុងគណិតវិទ្យាយើងតើយើងត្រូវទៅទិញនៅបណ្ណាល័យបាទឬក៏យើងត្រូវផលិតខ្លួនឯងឬក៏យើងត្រូវទៅដើររកបាទយើងនឹងដឹងនៅពេលនេះតែម្ដងអូខេបាទយើងពាក់ព័ន្ធជាមួយនឹងសម្ភារៈគឺយើងមិនចាំបាច់រហូតដល់ណាទៅទិញទេគឺយើងអាចប្រើប្រាស់លទ្ធភាពដែលយើងអាចមានអូខេនៅមូលដ្ឋានយើងតែម្ដងអញ្ចឹងណា បាទអញ្ចឹងពាក់ព័ន្ធជាមួយនឹងសម្ភារៈបង្រៀននិងរៀននេះបាទយ៉ាងម៉េចបាទអញ្ចឹងយើងចាប់ផ្ដើមតែម្ដងអូខេអញ្ចឹងទីមួយគឺធនធានមនុស្សមានគ្រូមានសិស្សមានឪពុកម្ដាយអតីតសិស្សមានបុគ្គលិកសិក្សាអប់រំនៅសាលាផ្សេងអ្នកជិតខាងអ្នកឧបត្ថម្ភឬជំនាញក្នុងសហគមន៍បាទឧទាហរណ៍ទៅពាក់ព័ន្ធជាមួយនឹងការបង្រៀនហ្នឹងយើងអាចសម្ភារៈបង្រៀននិងរៀនរបស់យើងអាចប្រើប្រាស់មនុស្សឧទាហរណ៍យើងបូកលេខ ឧទាហរណ៍ថ្នាក់ទី1បូកលេខតិចតិច2បូក3បាទយើងអាចយកកូនសិស្សយកមកដាក់មកកូនសិស្ស2ហើយកូនសិស្សមួយទៀតបូកចូលនេះឃើញ3ហើយបាទងាយងាយបាទចឹងវាមានធនធានមនុស្សបាទអ្នកជិតខាងសហគមន៍បាទសត្វមានជីវិតបាទសត្វចិញ្ចឹមសត្វស្លាបសត្វល្អិតសត្វល្មូនដើមផ្កាដំណាំផ្លែឈើបាទឧទាហរណ៍យើងបង្រៀនពីផ្កាបាទយើងបេះផ្កាមកពីសួនច្បារយើងមកបង្រៀនដល់ផ្កាមយលផ្កាអីមកអញ្ចឹងណាបាទទីមួយបរិស្ថានឡារៀនហ្នឹងគេអញ្ចឹងមានថ្នាក់រៀនបន្ទប់ទឹកការិយាល័យបណ្ណាល័យបទពិសោធន៍ពូលបាទឧទាហរណ៍យើងរៀនពីអគ្គិសនីយើងមានពូលភ្លើងយើងហ្នឹងអូខេឬក៏យើងរៀនអំពីចតុកោណកែងអីគឺយើងមានបន្ទប់រៀនយើងនឹងតែម្ដងគេឬក៏យើងមានក្តារខៀនយើងបាទគឺបែបហ្នឹងបាទហើយបន្តទៀតអឺសម្ភារៈក្នុងថ្នាក់រៀនមានតុកៅអីក្តារខៀនបន្ទាត់ប៊ិចខ្មៅដៃបាទអញ្ចឹងខ្ញុំសូមបើកវាចោលតិចនិយាយបាទអញ្ចឹងសម្រាប់សម្ភារៈបង្រៀននិងរៀនហ្នឹងគឺអឺទីណាពាក្យមួយគេនិយាយលេងបាទគឺទីណាក៏ជាកន្លែងរៀនដែរយ៉ាងនេះបាទអឺអ្នកខ្លះទៀតក៏ថាទីណាក៏ជាព្រះវិហារដែរអញ្ចឹងណាបាទរឿងចិនគេនិយាយនោះ បាទទីណាក៏ជាព្រះវិហារដែរបាទហើយចំណែកយើងជាអ្នកបង្រៀនហ្នឹងបាទយើងសពបែបយ៉ាងនៅជុំវិញគឺសុទ្ធតែជាសម្ភារៈអីចឹងណាអ្វីដែលជាបញ្ហាថាតើយើងអាចយកវាច្នៃវាមកធ្វើជាសម្ភារៈបានអត់យើងចេះច្នៃវាអត់ចឹងណាបាទដូចជាពាក់ព័ន្ធមួយយើងរៀនអំពីអឺរៀនអំពីការបូកលេខអញ្ចឹងបាទអញ្ចឹងគឺមានកៅអី3មកយើងប្រើតុកៅអីហ្នឹងជាសម្ភារៈបានហើយអញ្ចឹងណាបាទមានតុខ្មៅដៃក្តារខៀនបន្ទាត់ប៊ិចបាទខ្មៅដៃបាទបរិស្ថានក្នុងតំបន់បាទមានទីក្រុងជនបទតំបន់ដាច់ស្រយាលឆ្នេរសមុទ្របរិស្ថានទន្លេវាលស្រែរោងចក្រហើយគេបាទសម្ភារៈផ្សេងៗមានសៀវភៅសម្ភារៈបាទសម្រាប់សរសេរបាទសម្ភារៈសម្រាប់លេងផ្ទាំងរូបភាពផែនទីកុំព្យូទ័រទូរស័ព្ទដៃសម្ភារៈសិល្បៈឧបករណ៍សម្ភារៈដែលទាក់ទងនឹងប្រធានបទបាទអញ្ចឹងគឺបែបហ្នឹងបាទបន្តទៀតបាទសក្តានុពលរបស់សិស្សបាទសិស្សគ្រប់រូបសិស្សគ្រប់រូបមានសក្តានុពលក្នុងការរៀនសូត្ររីកចម្រើននិងក្លាយជាសមាជិកជោគជ័យម្នាក់ក្នុងសង្គមបាទសក្តានុពលរបស់សិស្សបាទអញ្ចឹងមានន័យថាសិស្សគ្រប់រូបមានសក្តានុពលបាទមានសក្តានុពលក្នុងការរៀនសូត្ររីកចម្រើននិងក្លាយជាសមាជិកជោគជ័យម្នាក់ក្នុងសង្គមសិស្សម្នាក់ៗមានចំណុចខ្លាំងចំណុចខ្សោយដែលនឹងជះឥទ្ធិពលដល់សមត្ថភាពក្នុងការរៀនសូត្ររបស់ពួកគេនិងកម្រិតដែលពួកគេរៀនបាទអញ្ចឹងសិស្សម្នាក់ៗមានចំណុចខ្លាំងមានចំណុចខ្សោយដែលនឹងជះឥទ្ធិពលដល់សមត្ថភាពក្នុងការរៀនសូត្ររបស់ពួកគេនិងកម្រិតដែលពួកគេរៀនគេបាទតោះបាទសម្ភារៈបង្រៀននិងរៀនបាទការប្រើប្រាស់សម្ភារៈឧបទេសឲ្យសិស្សប្រើអស់សក្តានុពលរបស់ខ្លួនបាទអញ្ចឹងយើងក៏លេចមើលជុំវិញយើងទៅតើយើងអាចប្រើប្រាស់បាទយើងចេះយកវាមកប្រើអត់អញ្ចឹងណាបាទយើងចេះយកវាមកប្រើអត់អូខេបាទឧទាហរណ៍ថាយើងរៀនបូកលេខ1បូក2អញ្ចឹងយើងលេងស្រាប់ទៅទិញឧបករណ៍មកពីបណ្ណាល័យណាណោះ
អូខេមកពីបណ្ណាគារណាអស់រាប់ពាន់រាប់ម៉ឺននេះអត់ទេអញ្ចឹងណាបាទគឺយើងត្រូវចេះច្នៃប៉ុន្តែបើយើងមានហើយគឺយើងប្រើទៅបើអត់យើងច្នៃមកបាទអូខេអញ្ចឹងសម្រាប់បង្រៀននឹងរៀនមានត្រូវតែសមស្របតាមស្ថានភាពប្រើក្នុងថ្នាក់ក្រៅថ្នាក់ចំនួនសមាជិកក្នុងក្រុមបាទតាមភេទអាយុនិងកម្រិតប្រើប្រាស់របស់សិស្សបាទអញ្ចឹងគឺសិស្សថ្នាក់ទី1យើងឲ្យគាត់ទៅពិសោធន៍នេះគឺអត់ទេអញ្ចឹងណាទៅពិសោធន៍គីមីគឺអត់ទេបាទគឺសមស្របតាមស្ថានភាពតាមអាយុតាមភេទតាមកម្រិតនៃការប្រើប្រាស់របស់សិស្សគេបាទប្រើដើម្បីបង្កើនកម្រិតនៃការយល់ដឹងពីបញ្ញត្តិគណិតវិទ្យាបាទហ្នឹងមូលហេតុដែលយើងប្រើហ្នឹងគឺដើម្បីបង្កើនកម្រិតយល់ដឹងគេហើយទី2បូក1ឃើញ3ចឹងមែនគេបាទគ្រប់គ្រងដល់បរិយាកាសសិក្សាបែបសិស្សមជ្ឈមណ្ឌលបាទអញ្ចឹងទៅការដែលយើងប្រើសម្ភារៈឧបទេសហ្នឹងគឺសិស្សមជ្ឈមណ្ឌលហ្នឹងគឺមានការចូលរួមខ្លាំងបាទមានន័យថាសិស្សហ្នឹងគឺដើរតួសំខាន់អូខេតោះបន្តទៀតគឺយើងចូលប្រើបានជាការផ្ដល់រង្វាន់បាទសម្ភារៈឧបទេសអាចប្រើបានជាការផ្ដល់រង្វាន់អូខេត្រូវមានភាពងាយស្រួលក្នុងការរក្សាទុកប្រើប្រាស់ចែកទៅឲ្យសិស្សនិងប្រមូលទុកបាទសម្ភារៈហ្នឹងគឺត្រូវតែមានភាពងាយស្រួលក្នុងការរក្សាទុកបាទដូចជាថ្នាំពិសោធន៍គីមីវិទ្យាអីគឺយើងគឺបានការរក្សាទុកណាបាទអូខេប្រើប្រាស់បានងាយស្រួលការប្រើប្រាស់បាទចែកទៅឲ្យសិស្សបាទចែកអូខេនឹងប្រមូលទុកគឺអត់ពិបាកទេបាទអញ្ចឹងសម្ភារៈគឺត្រូវមានលក្ខណៈបែបហ្នឹងអញ្ចឹងណាបាទអូខេអាចប្រើប្រាស់សម្រាប់ហ្វឹកហាត់របៀបសិក្សាទាំង5អូខេអាចប្រើប្រាស់សម្រាប់ការហ្វឹកហាត់របៀបសិក្សាទាំង5អូខេតោះបន្តទៀតអូខេបន្តទៀតបាទនេះគឺចូលកញ្ចប់បាទចូលកញ្ចប់ចូលបញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ដំបូងបាទនេះថ្នាក់ទី1ថ្នាក់ទី2បាទអញ្ចឹងនេះគឺជា website មួយដែលយើងអាចចូលទៅក្នុងហ្នឹងទៅនៅពេលនេះយើងនឹងមានវីដេអូបាទលោកគ្រូដែលគាត់យកចិត្តទុកដាក់ខ្ពស់ក្នុងការងារដែលគាត់ឆ្លាញ់ការងារគាត់ខ្លាំងហ្នឹងគឺគាត់ទទួលបានគេហៅថាគ្រូល្អបាទហើយគាត់ក៏ត្រូវបានគេអនុញ្ញាតឲ្យធ្វើវីដេអូបាទយើងអាចមើលគាត់ទៅគឺជាជំនួយបាទជួយយើងច្រើនក្នុងការបង្រៀនក្មេងបាទបង្រៀនសិស្សគេបាទអញ្ចឹងលោកគ្រូអ្នកគ្រូខុសគ្នាថងថាមួយយកចិត្តទុកដាក់ខ្លាំងនិងមួយលោកគ្រូខ្លះក៏អត់សូវយកចិត្តទុកដាក់បាទដោយសារតែគាត់មកមេយកការងារអូខេខុសគ្នាតែបន្តិចទេបាទដូចថាគាត់មានកិច្ចតែងការមានសម្ភារៈបាទតែការបង្រៀនទៅវាកម្រិតនៃការយល់ដឹងរបស់សិស្សក៏ខុសគ្នាតិចតួចដែរបាទគឺគាត់មានសម្ភារៈមានអី complain អញ្ចឹងសិស្សចងចាំបានយូរអញ្ចឹងណាសិស្សចេះខ្លះហើយអ្នកលោកគ្រូនេះគាត់អីគាត់អត់មានកិច្ចតែងការបង្រៀនឬសម្ភារៈហ្នឹងគឺសិស្សគេចាប់អត់សូវបានអញ្ចឹងទៅអញ្ចឹងគឺការចំណាយពេលនៅសាលាគឺដូចតែគ្នាទេប៉ុន្តែការបង្រៀនខុសគ្នាបន្តិចហ្នឹងបាទហ្នឹងបាទតែចេះនេះសំខាន់ណាបាទដែលជាហេតុដល់លោកគ្រូខ្លះគាត់បានធ្វើជាគ្រូល្អអញ្ចឹងទៅគ្រូខ្លះគាត់អត់បានធ្វើជាគ្រូល្អតែប៉ុន្តែគាត់ចំណាយពេលមកផឹកមួយឆ្នាំដូចគ្នាហេបាទគឺប៉ុណ្ណឹងគឺខុសគ្នាប៉ុណ្ណឹងបាទតោះអញ្ចឹងវាមានសៀវភៅបាទសៀវភៅណែនាំគ្រូសៀវភៅជំនួយគ្រូបាទគឺច្រើនបាទហើយមាន website នេះបាទទើបតែមានជំនាន់នេះទេបាទជំនាន់មុនអត់ទេជំនាន់នឹងជិះកង់បាទតោះបន្តទៀតបាទព័ត៌មានបន្ថែមយើងឃើញថានេះគឺពិនិត្យវត្តមានយើងមានស្នួរកៅអៅយ៉ាងមកអាពេលចូលមកដល់ឲ្យគាត់យកមកដាក់យ៉ាងមកណាពេលចេញឲ្យគាត់នេះមកយើងសេឈ្មោះគាត់លើឈើនឹងបាទអានេះគឺសុំជំនួយវាសួរបាទតែកាលណាគាត់ដាក់អញ្ចឹងមានន័យគាត់យល់ហើយហើយគាត់ដាក់ក្រហមមានន័យគាត់ត្រូវការសួរវាតម្លៃបាទនេះយើងសួរថាយល់អត់បាទគាត់លើពីបៃតងហ្នឹងមានន័យថាគាត់យល់ច្បាស់អានេះអត់សូវយល់ទេនេះព្រោះអានឹងងឹតឈឹងបាទត្រូវការទីការបញ្យល់ទៀតបាទនេះគឺបានទូនីតិបាទមានប្រធានក្រុមសមាជិកអ្នកកត់ត្រាអ្នកសម្របសម្រួលសមាជិកបានប្រអប់សំណួរបាទប្រអប់សំណួរ
បាទនេះល្បែងថាមពលអូខេបាទតទៀតអូខេអញ្ចឹងពណ៌នាមមុខវិជ្ជារងដែលផ្នែកគណិតវិទ្យាកម្រិតបឋមសិក្សាគេតើមុខវិជ្ជារងផ្នែកគណិតវិទ្យាក្នុងកម្មវិធីសិក្សាល្បិតមានអីខ្លះបាទចម្លើយបាទខ្លឹមសារសំខាន់ៗមានបាទអញ្ចឹងផ្នែកមុខវិជ្ជារងរបស់គណិតវិទ្យាហ្នឹងមិនយើងឃើញថាគណិតវិទ្យាប៉ុន្តែក្នុងនោះវាមានគេថាមុខវិជ្ជារងបាទមុខមានគណិតបាទមានចំនួនមើលពី0ដល់100និងប្រមាណវិធីបូកដកគុណចែកបាទវិធីបូកវិធីដកនិងចំណែកបាទរង្វាស់រង្វល់មានរង្វាស់ប្រវែងចំនួនចំណុះពេលវេលានិងរូបិយវត្ថុបាទធននិមិត្តមានសិក្សាចំណុចបន្ទាត់អង្កត់ខ្សែកោងខ្សែកាច់និងរាងធននិមិត្តទីតាំងលំនាំគំរូបាទស្ថិតិមានក្រាបរូបភាពបាទពីគណិតមាននៅក្នុងចំនួនធននិមិត្តអូខេហ្នឹងអញ្ចឹងមុខវិជ្ជារងរបស់គណិតវិទ្យាហ្នឹងគឺមានចំនួនមានរង្វាស់រង្វល់មានធននិមិត្តមានស្ថិតិមានពីគណិតបាទគឺទាំងអស់ហ្នឹងបាទគឺយើងអត់ដឹងហើយចប់ហើយយើងរៀនគណិតវិទ្យាមុខវិជ្ជារងអត់ដឹងអីខ្លះគឺជាបញ្ហាបាទបាទសម្រាប់ខ្ញុំផ្ទាល់ពីមុនរៀនគឺខ្ញុំអត់ដឹងដែរហើយអត់បានចាប់អារម្មណ៍ដែរបាទទើបតែចូលរៀនគរុកោសល្យទៅលើកទី2នេះទេគឺខ្ញុំបានចេះបាទអរគុណសម្រាប់ការបានមករៀនលើកទី2បាទអញ្ចឹងបន្តទៀតយើងចូលមកបាទសម្រាប់លោកគ្រូអ្នកគ្រូគឺគាត់រៀនតែម្ដងគាត់ចេះហើយខ្ញុំគឺពីរដងអញ្ចឹងណាបាទអរគុណបាទទិដ្ឋភាពទាំង5នៃចំនួនបាទទិដ្ឋភាពទាំង5នៃចំនួនបាទទិដ្ឋភាពកាឌីណាល់ទិដ្ឋភាពលំដាប់ទិដ្ឋភាពអំណានបាទយើងចូលយើងមើលត្រួសសិនណាបាទទិដ្ឋភាពសំណេរតួលេខនិងទិដ្ឋភាពដុំទស្សកៈបាទដុំទស្សកៈបាទតោះយើងចាច់ផ្ដើមតែម្ដងបាទទិដ្ឋភាពកាឌីណាល់បាទទិដ្ឋភាពកាឌីណាល់គឺត្រូវបង្រៀនសិស្សឲ្យស្គាល់អំពីតម្លៃនៃចំនួនគត់បាទដែលបង្ហាញពីបរិមាណអាចរាប់បានចំនួនគត់ដែលអាចរាប់បានតូចបំផុតគឺ0និងធំបំផុតគឺអណន្តបាទអញ្ចឹងគឺ cardinal មានន័យថាជាចំនួនគត់បាទ1 2 3 4 5ដែលបង្ហាញពីបរិមាណអាចរាប់បានហ្នឹងអូខេបន្តមកទៀតគឺទិដ្ឋភាពលំដាប់គឺត្រូវបង្រៀនសិស្សឲ្យស្គាល់ទីតាំងបាទរបស់ចំនួនគត់ដែលបញ្ជាក់ពីលំដាប់ទីកើនចុះនិងអាចប្រៀបធៀបចំនួនមួយទៅនឹងចំនួនមួយទៀតឧទាហរណ៍ទី1ទី2បាទលំដាប់ទីអាចយ៉ាងម៉េចបាទតកតងនឹងទំហំស្ថានភាពសំខាន់និងពេលវេលាបាទនេះទី1ទី2ទី3ទី4ទី5និងចុងក្រោយគេបាទអញ្ចឹងcardinal មានន័យថាអាចរាប់បានហើយទិដ្ឋភាពលំដាប់មានទី1ទី2ទី3អញ្ចឹងមកបាទហើយទិដ្ឋភាពអំណានបាទទិដ្ឋភាពអំណានគឺយើងធ្លាប់បង្រៀនហើយគឺរបៀបអានចំនួនបាទយើងអានទាំងអស់គ្នាចំនួននីមួយៗមាននិមិត្តសញ្ញាលេខដែលអាចអានបានដើម្បីយល់ពីតម្លៃនៃចំនួននោះដើម្បីអានលេខយើងត្រូវធ្វើតាមក្បួនរបស់វាគឺអានពីឆ្វេងទៅស្ដាំបាទអានតាមផ្ទុកនិងអានតាមថ្នាក់លេខដែលនៅខាងឆ្វេងអូខេតោះអញ្ចឹងយើងមើលនេះយើងអានថាម៉េច870លាន465,250អូខេឬក៏យើងអានមិនទៀត870លាន465,250អូខេបាទនេះគឺទិដ្ឋភាពសំណេរតួលេខបាទចំនួននីមួយៗអាចសរសេរជាពាក្យឬជាលេខដើម្បីតាំងចំនួននោះការសរសេរលេខទាំង10ដំបូង0 1 2 3 4 5 6 7 8 9ជាការសំខាន់បំផុតព្រោះបន្សំនៃលេខទាំង10អាចតាំងបានគ្រប់ចំនួនទាំងអស់ជាទូទៅចំនួនច្រើនគេសរសេរជាលេខអូខេបាទបណ្ដុំទស្សកៈការបង្រៀនចំនួនដែលច្រើនជាង10ត្រូវបញ្ជាក់ពីខ្ទង់បាទត្រូវបញ្ជាក់ពីខ្ទង់គេចាប់ពី10ទៅគេគិតពីខ្ទង់តែហ្មងខ្ទង់10ខ្ទង់100ខ្ទង់1000ខ្ទង់10000អូខេខ្ទង់នីមួយៗមានតម្លៃតូចជាងខ្ទង់ដែលនៅជាប់គ្នា10ដង
ដូច្នេះការបង្រៀនចំនួនដោយប្រើសម្ភារៈដូចជាចង្កឹះជាដើមត្រូវចងសម្ភារៈនេះជាបាច់ដោយក្នុងមួយបាច់មាន10ដើមអូខេខ្ទង់10ទុ100ទុ1000អូខេបន្តទៀតអូខេអញ្ចឹងយើងនៅសល់ផាជាប្រហែល2-3 slide ទៀតនេះចប់ហើយអូខេបាទអញ្ចឹងគោលការណ៍រក្សាតម្លៃនៃចំនួនបាទអញ្ចឹងមើលថាចំនួនចំនួនមួយនៅរក្សាតម្លៃដដែលជានិច្ចទោះបីគេផ្លាស់ប្ដូររូបភាពរូបលំដាប់ឬទីតាំងក៏ដោយបាទយើងធ្វើក្រូច8នៅក្នុងថង់យើងបដូរស្ថានភាពដាក់ក្នុងប្រអប់ក៏វានៅតែ8ដែរអញ្ចឹងណាបាទហើយនេះបដូរលំដាប់បាទ1 2 3 4 5ដល់យើងបដូរលំដាប់1 2 3 4 5យើងឃើញថាយើងគ្រាន់តែដូរលំដាប់ខ្មៅដៃនេះប៉ុន្តែវានៅតែដដែលទេអញ្ចឹងណាបាទអូខេតទៀតគោលការណ៍រក្សាតម្លៃនៃចំនួនអានេះបដូរទីតាំងបាទមួយចំនួនមួយនៅរក្សាតម្លៃដដែលជានិច្ចទោះបីគេផ្លាស់ប្ដូរស្ថានភាពលំប្ដូរលំដាប់ឬទីតាំងក៏ដោយបាទដូចជាផ្លែប៉ោម5បាទនៅក្នុងចាននៅពេលយើងបដូរដាក់លើតុខ្ពស់ក៏វានៅតែ5ដែរអូខេចុងក្រោយគឺទម្រង់ក្បាលកិច្ចតែងការបង្រៀនបាទមាននេះគឺទម្រង់ក្បាលមានមុខវិជ្ជាថ្នាក់ទីចំណងជើងមេរៀនចំណងជើងរងបាទខ្លឹមសារyangត្រូវរៀននឹងរយៈពេលបានដកស្រង់ចេញពីសៀវភៅគេវត្ថុបំណងវិជាសម្បទាបំណងសម្បទាកាយសម្បទាអូខេតទៀតបាទអញ្ចឹងវាមានអស់ហើយគេវាមានអានេះអញ្ចឹងកិច្ចតែងការមាន4ទម្រង់បាទទម្រង់ទី1ក្បាលកិច្ចតែងការទី2ខ្លឹមសារទី3គឺសម្ភារៈនិងទី4គឺដំណើរការបង្រៀនអូខេចឹងណាអូខេបាទហ្នឹងបាទអញ្ចឹងគឺយើងអស់ហើយអ្វីដែលយើងត្រូវរៀនថ្ងៃនេះបាទពាក់ព័ន្ធជាមួយនឹងសម្ភារៈរៀននិងបង្រៀនបាទអញ្ចឹងសម្ភារៈគឺយើងអាចរកបានវាមានធនធានមនុស្សមានសត្វមានជីវិតមានបរិស្ថានសាលារៀនបាទមានអីទៀតបាទសម្ភារៈក្នុងថ្នាក់រៀនបរិស្ថានក្នុងតំបន់សម្ភារៈផ្សេងបាទហើយយ៉ាងម៉េចទៀតបាទនេះយើងអាចចូល website នេះដើម្បីមើលលោកគ្រូល្អៗដែលគាត់បង្រៀនអូខេបាទទាំងអស់នេះគឺយើងគួរតែមានឯដែលដាក់នៅថ្នាក់មានប្រអប់សំណួរមានជំនួយអូខេបាទទាំងអស់នេះល្អមែនទែនណាបាទសិស្សគាត់អត់ចេះគាត់លើបាទអរគុណសម្រាប់ការទស្សនាជួបគ្នាវីដេអូក្រោយទៀត